ชีวิตខ្ញុំតាំងពីតូចដល់ក្តីជាក្មេងម្នាក់ដែលមានភាពថក្រក្តីរស់នៅជាមួយម្ដាយមិនដែលមានឪពុកទេខ្ញុំធំឡើងដោយបាតដៃទទេអីខ្ញុំជាកូនអ្នកក្រអីខ្ញុំជាកូនកុព្រាមានតែម្ដាយគ្មានឪពុកតែថាវេទនាបងប្អូនមិនដែលលើកទឹកធ្វើបាត់ដូចជានៅរស់ឲ្យវិជ័យអីខ្ញុំធ្វើអីក៏ជាតែខុសគាត់ចាំតែថាហើយគាត់ចាំតែធ្វើអ្វីមិនដែរលើកបច្ចិតខ្ញុំទេជាប់បលិចខ្ញុំមើលទៅដូចអ្នកដតីអីបងប្អូនខ្ញុំសង្កេតសុខសានគេគ្រាលំបាកចេះទៅប្រកទីឋានរះស្មៅចំការធ្វើទៅផ្ទះគេដើម្បីគ្រួសារមិនដែលឆ្លុះគ្នាឡើយអីមកជាមេម៉ាយម្នាក់ហើយកូន6នាក់ដោយចិត្តតែក្តីស្រឡាញ់កូនណាស់ចង់ឲ្យកូនល្អដូចកូនរត់ត្រីហើយកូនសន្តោសធំអ្នកមកឲ្យមិនដំឡៃកូនទុំទៅធ្វើនៅអ្វីដែលម៉ែប្រដៅតែកូនធ្វើមិនបានតែមាននេះគូផ្លូវកូនធ្វើអ្វីគឺមិនដែលយកចិត្តម៉ែខំថែរក្សាភ្នំ3កូនពិសែនចំមកសៀតព្រោះតែបងប្អូនវាមកឲ្យដាក់សម្ពាធធ្វើអ្វីមិនដែលលើកទឹកមិនតែជន់បលិចធ្វើអ្វីវាចាំចំណែនឈ្នានេះគ្នារហូតអីការក្រពងទាម្នាក់ពងទាមួយគ្រាប់ស៊ីគ្នា6នាក់អីបានទូធារស់នៅរៀងខ្លួនបាច់ជន់បលិចមិនដែលលើកទឹកចិត្តចាខ្ញុំសុំទូម៉ែពេលនេះខ្ញុំដឹងខុសហើយមិនទាន់កែមិនដែលលើកទឹកចិត្តឲ្យម៉ែសប្បាយចិត្តគឺតែខ្ញុំម្នាក់ម៉ែឪពុកត្រូវវល់មុខអីខ្ញុំសែនទទួលស្គាល់ថាខ្ញុំជាក្មេងកព្រាមានតែម្ដាយគ្មានបាតិពុំងារឪខ្ញុំឪចង់ដែរតែចរិតឡើងតែប៉ែចេញមកមានដំឡៃពីមុខគោរពស្រឡាញ់ព្រោះទៅទុកគាត់ជាឪតាមការពិតទៅក្តៅស៊ីរយៈតិចវាស៊ីជ្រៅគ្មានសល់អ្វីទេសតតែគ្រូរំពឹងមួយថ្ងៃមួយមានផ្លូវខ្ញុំរ៉េបចេញពីអារម្មណ៍ពិតមិនមែនថ្ងៃឆ្នាំហើយក៏មិនថ្ងៃចិត្តខ្ញុំគិតសតិសម្បជញ្ញៈខ្ញុំនៅគ្រប់តែពីខ្ញុំភ្លេចធ្វើឲ្យខ្ញុំមិនអាចប្រកបខំក៏នៅតែខុសធ្វើអ្វីក៏មិនត្រជាក់គេសោះវាចាំតែទៅជន់ប្រឡេកធ្វើដូចខ្ញុំអ្នកដទៃសោះបងប្អូនទៅ6នាក់មិនចេះថាមកគឺអ្នកបែកក៏អស់